ខ្ញុំគណៈខ្ញុំសូមថ្វាយបង្គំដោយគុណម្ចាស់សូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងក្រុមរបស់យើងតាមពិតទៅដោយរវល់ពេកហើយមិនបានធ្វើការបដោះផ្ដាល់ដោយដែលយើងបានសន្យាថានៅតាមអនឡាញហើយមេរៀនដែលខ្ញុំជំពាក់មិនទាន់បានធ្វើនោះគឺនិយាយអំពីការធ្វើផែនការប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតរបស់យើងហើយមេរៀននេះមានគោលបំណងជួយឲ្យយើងទាំងអស់គ្នាយល់ពីរបៀបបំលែងគោលបំណងទៅជាសកម្មភាពជាក់ស្ដែងនិងអនុវត្តបានពិតប្រាកដហើយខ្ញុំកណាខ្ញុំនឹងបោះផ្ញើជូនមេរៀនដែលខ្លីសង្ខេបចូលទៅក្នុងក្រុមឥឡូវនេះគ្រាន់តែពន្យល់ដើម្បីឲ្យឯគុណក៏ដូចជាលោកគ្រូអ្នកគ្រូបានដឹងយល់កាន់តែច្បាស់តាមពិតទៅលោកគ្រូអ្នកគ្រូបានធ្វើរួចហើយនៅផែនការប្រតិបត្តិនេះគោលបំណងបន្ទាប់ពីបញ្ចប់មេរៀននេះអ្នកយើងគឺដឹងថាអ្នកចូលរួមរបស់យើងនឹងអាចយល់ពីផែនការប្រចាំឆ្នាំរបៀបរៀបចំការវិភាគសកម្មភាពនិងការភ្ជាប់ផែនការជាមួយនឹងតម្រូវការរបស់សហគមន៍យើងនេះគឺជាជំនាញសំខាន់សម្រាប់ការអនុវត្តផែនការរបស់យើងហើយផែនការប្រតិបត្តិយើងគឺជាការបំលែងគោលបំណងគោលដៅធំទៅជាសកម្មភាពជាក់លាក់ហើយវាឆ្លើយទៅនឹងសំណួរថាតើយើងត្រូវធ្វើអ្វីហើយធ្វើវានៅពេលណាហើយអ្នកណាជាអ្នកទទួលខុសត្រូវបើសូមចាំថាបើគ្មានផែនការល្អទេការអនុវត្តក៏មានការភ័ន្តច្រឡំយើងមិនអាចអនុវត្តទៅបានល្អទេដោយសារយើងមិនបានធ្វើផែនការងារប្រចាំឆ្នាំវាគឺជាផែនទីបង្ហាញសកម្មភាពទាំងអស់ក្នុងរយៈពេលពេញមួយឆ្នាំដែលដេគុណក៏ដូចជាលោកគ្រូអ្នកគ្រូបានធ្វើកន្លងមកហើយមេរៀននេះគ្រាន់តែបញ្ជាក់បន្ថែមទេណាផែនការប្រចាំឆ្នាំដែលយើងអនុវត្តល្អទាល់តែមានផែនការប្រតិបត្តិគិតដោយគ្រប់ជ្រុងជ្រោយវាជួយឲ្យយើងមានទិសដៅច្បាស់លាស់កំណត់បាននៅធនធានត្រឹមត្រូវហើយងាយស្រួលតាមដានការងារពីព្រោះថាបើផែនការយើងជាក់លាក់ឆ្លាតវៃពេលដែលយើងតាមដានការងារទៅក៏ងាយស្រួលផងដែរការធ្វើផែនការមិនមែនការសរសេរឯកសារតែប៉ុណ្ណោះទេណាចាប៉ុន្តែវាជាឧបករណ៍សម្រាប់គ្រប់គ្រងការងារហើយវាជួយឲ្យយើងជៀសវាងការខ្ជះខ្ជាយធនធានហើយនឹងធ្វើឲ្យការងារមានប្រសិទ្ធភាពខ្ពស់ផងដែរបន្ទាប់ពីមានផែនការហើយយើងត្រូវបែងចែកវាទៅជាកាលវិភាគមានន័យថាយើងត្រូវតែកំណត់ថាតើសកម្មភាពណាដែលយើងត្រូវធ្វើនៅខែណាឬត្រីមាសណាហើយអ្នកណាជាអ្នកទទួលខុសត្រូវនៅក្នុងមេរៀនដែលខ្ញុំខ្ញុំបោះឲ្យនឹងឃើញមានតារាងហើយតារាងហ្នឹងវាជាឧទាហរណ៍សាមញ្ញនៃការរៀបចំផែនការយើងអាចមើលឃើញសកម្មភាពពេលវេលានិងអ្នកទទួលខុសត្រូវច្បាស់លាស់ហើយវាជួយឲ្យការងាររបស់យើងមានរបៀបរៀបរយផែនការល្អវាចាប់ផ្ដើមពីតម្រូវការជាក់ស្ដែងពិតប្រាកដរបស់សហគមន៍យើងហើយយើងត្រូវសួរថាតើសហគមន៍យើងត្រូវការអ្វីពិតប្រាកដមិនមែនគ្រាន់តែជាការសន្មតទេផែនការល្អត្រូវឆ្លើយទៅនឹងការបញ្ហាពិតដែលយើងបាននិយាយថាសហគមន៍ត្រូវការអីគាត់មានបញ្ហាអីហើយបើសកម្មភាពនោះដោះស្រាយមិនបានបញ្ហាសហគមន៍វានឹងមិនមានតម្លៃចង់និយាយថាផែនការដែលយើងធ្វើនឹងវានឹងមិនមានតម្លៃទេប្រសិនបើផែនការរបស់យើងមិនដៅទៅចំណុចដែលជាចំណុចរសើបរបស់សហគមន៍ដែលសហគមន៍ត្រូវការនៅក្នុងនឹងដែរនៅពេលដែលលេខគុណក៏ដូចជាលោកគ្រូអ្នកគ្រូយកទៅបង្រៀនបន្តដល់កូនឬក៏សហការីយើងសូមមេត្តាបែងចែកជាក្រុមអាចថាបែងចែកជាក្រុមតូចដើម្បីរៀនរៀបចំផែនការសកម្មភាពសាមញ្ញមួយដើម្បីបញ្ជាក់អំពីសកម្មភាពពេលវេលាហើយនិងអ្នកទទួលខុសត្រូវជាការអនុវត្តដែលយើងអាចរៀនបានហើយបន្ទាប់មកខ្ញុំសូមលើកទឹកចិត្តឲ្យអ្នកចូលរួមទាំងអស់ដែលរៀនជាមួយដេគុណក៏ដូចជារៀនជាមួយលោកគ្រូអ្នកគ្រូហ្នឹងធ្វើការចូលរួមក្នុងការពិភាក្សារកឲ្យឃើញតើ
ថាតើបញ្ហាអ្វីដែលមាននៅក្នុងសហគមន៍របស់យើងអញ្ចឹងខ្ញុំកណាខ្ញុំដឹងហើយថាដេគុណក៏ដូចជាលោកគ្រូអ្នកគ្រូដែលជាសមាជិកានៅក្នុងមសជទាំង19ហ្នឹងលោកយល់ហើយផែនការប៉ុន្តែអ្វីដែលជាគោលបំណងធំរបស់ខ្ញុំកណាខ្ញុំនៅពេលនេះថាដេគុណយល់ហើយលោកគ្រូអ្នកគ្រូយល់ហើយប៉ុន្តែទៅបង្រៀនបន្តទៅដល់កូនចៅយើងដែលលោកមិនបានយល់ដឹងច្បាស់អញ្ចឹងតាមរយៈនេះក៏អាចជាការលើកទឹកចិត្តក្រៅរំលឹកថាយើងចេះខ្លួនឯងប៉ុន្តែយើងចង់ឲ្យកូនចៅយើងទាំងអស់គាត់អាចដឹងធ្វើការបន្តពីយើងទាំងអស់គ្នាបានអញ្ចឹងយើងធ្វើយ៉ាងម៉េចលើកទឹកចិត្តឲ្យអ្នកចូលរួមហ្នឹងពិភាក្សារកឲ្យឃើញថាតើបញ្ហាអ្វីខ្លះដែលមាននៅក្នុងសហគមន៍របស់យើងហើយតើមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតរបស់យើងនឹងអាចជួយដោះស្រាយបញ្ហាទាំងនេះបានដូចម្តេចខ្លះហើយផែនការបែបណាដែលមានប្រសិទ្ធភាពបំផុតអញ្ចឹងលើកទឹកចិត្តក្នុងការពិភាក្សាគ្នានៅពេលដែលបង្រៀនគ្នានៅពេលបន្ទាប់ពីខ្ញុំកណាខ្ញុំនិយាយនេះគឺសង្ឃឹមនឹងជឿជាក់ថាមានការចែករំលែកហើយជាទូទៅសរុបមកផែនការប្រណិប័តជួយភ្ជាប់គោលដៅរបស់យើងទៅនឹងសកម្មភាពពិតផែនការប្រចាំឆ្នាំវាផ្ដល់ទិសដៅកាលវិភាគជួយរៀបចំពេលវេលាហើយតម្រូវការរបស់សហគមន៍ហ្នឹងក៏ត្រូវបានយើងដោះស្រាយយកមកអនុវត្តផ្ទាល់ហើយនឹងជួយដោះស្រាយពួកគាត់ផ្ទាល់ដែរទាំងអស់ហ្នឹងមានតែប៉ុណ្្នឹងឯងដែលខ្ញុំកណាខ្ញុំចង់និយាយអំពីផែនការនឹងមាន slide នឹងមានឯកសារជា hand out ផ្ញើជូនដើម្បីឲ្យលោកគ្រូអ្នកគ្រូក៏ដូចជាដេគុណបានមានជាឯកសារភ្ជាប់ពេលដែលបង្រៀនបន្តទៅដល់សហការីរបស់យើងកូនយើងអ្នកស្ម័គ្រចិត្តយើងគ្រូស្ម័គ្រចិត្តយើងនៅឯសហគមន៍អាចចែកបន្តបូកជាមួយនឹងបទពិសោធន៍ដែលដេគុណក៏ដូចជាលោកគ្រូអ្នកគ្រូមានកន្លងមកហើយក៏មានដូចជាកិច្ចការមួយចំនួនដែរដែលភ្ជាប់ចូលនៅក្នុង Telegram តិចទៀតខ្ញុំកណាខ្ញុំនឹងបោះជូនអញ្ចឹងមានតែប៉ុណ្្នឹងទេទៀតខ្ញុំកណាខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ដេគុណសម្រាប់លោកគ្រូអ្នកគ្រូនៅក្នុងមជ្ឈមណ្ឌលទាំង19របស់យើងដែលជានិច្ចកាលខិតខំធ្វើយ៉ាងណាឲ្យសកម្មភាពរបស់យើងនេះคล้ายទៅជាសកម្មភាពល្អប្រសើរប្រណិតដែលអាចទុកចិត្តបានរបស់សហគមន៍យើងហើយជាប្រយោជន៍សម្រាប់អ្នកទាំងឡាយណាដែលលោកមិនមានឱកាសចូលរៀននៅឯសាលាគាត់អាចអញ្ជើញមកយុវជនទាំងឡាយណាដែលមិនមានឱកាសរៀននៅសាលាផ្ទាល់គាត់អាចអញ្ជើញមកមជ្ឈមណ្ឌលសិក្សាពេញមួយជីវិតរបស់យើងដើម្បីបន្តចំណេះជំនាញបំណិនដើម្បីលើកស្ទួយជីវិតរបស់គាត់ខ្ញុំកណាខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ